ពួកជាងឆាប់ទៅលើកមុនឲ្យនាងរត់បានតែលើកនេះមិននឹងឲ្យរត់ដល់ងាយស្រួលទៅអាចន់អញទៅមុនចុងកុំខ្វល់ពីខ្ញុំអីឆាប់ទៅដឹងប៉ូលីសខ្ញុំរៀបរៀងពួកគេទៅចាំមើលតាពួកនាងរត់ទៅខាងណាល្អិតអាយភ្លេចហើយលើកមុនក្បាលចូលក្នុងខ្សាច់អង្វរលោកតាលូយីរួចហើយបងធំល្អិតនេះប្រគល់ឲ្យខ្ញុំបានហើយបងទៅលេងជាមួយសេះស្អាតនេះអស់ចិត្តទៅល្អក្រែឲ្យចូលចិត្តសម្រាប់គេណាស់យើងនឹងខ្វេះភ្នែករបស់ឯងចេញមកបើកាត់ដៃគេយ៉ាងមិនដែរល្អណាស់អាចន់អរុនសួស្ដីអ្នកទាំងអស់គ្នាមកសូមអញ្ជើញពិសាកាហ្វេកោសិកា Nutri-Rich ជាមួយខ្ញុំដើម្បីមានសុខភាពល្អទាំងអស់គ្នាណាកុំឆៅអញភ្លេចថៃម៉ាទីងមិញនេះអញសន្យាខ្លួនឯងនិងប៉ាឯងត្រូវតែគ្រប់គ្រងកម្លាំងឲ្យបានបើនៅមុខផ្ទះជ្រុលដៃសម្រាប់ពួកគេឯងមិនអាចទៅបានជារឿងរហូតឈប់អំបញ្ញមីងមាននិយាយថាម៉េចជ្រុលដៃសម្រាប់ពួកយើងក្មេងមិនតន់បាត់ធំក្លិនទឹកដល់ផងចង់ឲ្យពួកយើងឲ្យស្លាប់តែសៃប្រសាទទីដឹងបើមិនជឿអាចសាឡបងបានអូយើងនឹងឲ្យអាយលុតជង្គង់ហើយយើងថាលោកតាមួយវាយយ៉ាងម៉េចដែរខ្ញុំប្រើកម្លាំង 1% ទេក្រែងមិញនេះលោកមិនជឿមែនទេមកក្រាបមកសាឡបងម្ដងមកអាក្មេងសំដីថ្លោទៅឲ្យយើងបងឈីងថយក្រោយទទួលទៅតើពេលនេះដឹងថាស្ដាយក្រោយហើយមែនទេពួកឯងចូលស្ងៀមអីទៀតចូលទៅកោរបស់ខ្ញុំមិនមែនទេឥឡូវនេះជាស្អីមិនបានជីវិតប្រកាសយ៉ាងនេះបងធំគេជាក្មេងទើបតែអាយុ10ឆ្នាំបាយពួកយើងដីលើដីអស់តើធ្វើយ៉ាងម៉េចទៅមានធ្វើស្អីទៀតរត់ទៅចង់រត់មែនទេមិនងាយស្រួលទេអាចន់បាញ់ឈប់ភ្លាមទៅប៉ុន្តែពួកគេចង់សម្លាប់ខ្ញុំអ្នកប្រុសចង់ធ្វើអីនឹងនិយាយទៅហេតុអីពួកលោកមករករឿងខ្ញុំមិនឈប់អ្នកប្រុសទុកជីវិតឲ្យខ្ញុំផងអ្នកប្រុសបាយកាហ្វេគូតខ្ញុំឲ្យដោះលែងខ្ញុំទៅអ្នកប្រុសអីទេថ្ងៃក្រោយពួកលោកមករកខ្ញុំកំពុងតែខ្វះមនុស្សកំដរហាត់បាយបដាទេរឿងនេះអ្នកប្រុសជាមនុស្សមានចិត្តទូលាយសូមមេត្តាទុកជីវិតឲ្យខ្ញុំផងចុះអ្នកប្រុសចាប់ពីថ្ងៃនេះទៅពួកលោកគ្រប់គ្នាបើអ្នកណាបានជួបបងឈីងត្រូវតែអោនក្បាលគោរពគាត់ត្រូវមានការគួរសមហៅគាត់ថាសួស្ដីអ្នកនាងឈីងមិនដូច្នោះទេខ្ញុំបានជួបពួកលោកពេលណាគឺវាយពួកលោកពេលហ្នឹងអូយបងឈីងអាចន់នៅពេលនេះមិនមែនអាចន់គ្រប់គ្រងកម្លាំងកាលពីមុនទេអាចន់តើឯងនៅតែមិនជឿជាក់ខ្ញុំទេគឺខ្ញុំមិនជឿជាក់ខ្លួនឯងបាននិយាយត្រូវទោះបីជាខ្ញុំត្រឡប់ទៅផ្ទះវិញយ៉ាងម៉េចខ្ញុំក៏មិនដឹងថាថ្ងៃក្រោយខ្ញុំជ្រុលដៃធ្វើបាបអ្នកម៉ាក់រហូតរបួសដែរបងក៏ឃើញដែរពួកគេទាំងអស់នេះមានរបួសធ្ងន់ខ្ញុំនៅតែមិនអាចគ្រប់គ្រងកម្លាំងខ្លួនឯងបានមើលឃើញមនុស្សអាក្រក់ទាំងអស់នេះចង់តែសម្លាប់ពួកគេប៉ុន្តែពេលបញ្ចេញកម្រាប់ដៃខ្ញុំបានគ្រប់គ្រងកម្លាំងដៃនិងចំណុចវាយរបស់ខ្លួនឯងប៉ុន្តែខ្ញុំក៏ដឹងថាពួកគេទទួលបានកម្រាប់ដៃរបស់ខ្ញុំមិនបានទេប្រហែលជាអ្នករបួសដែលដេកនៅលើដីគឺនឹងត្រូវស្លាប់ហើយបងឈីងបងទៅចុះខ្ញុំមិនត្រឡប់ទៅក្លាប់បដាសិង្ហហួរទេមិនបាត់ទេខ្ញុំមិនបោះបង់ទេខ្ញុំមិនអាចឈប់មើលឯងបោះបង់ខ្លួនឯងចោលបែបនេះទេមានចិត្តបិសាចឯងជឿជាក់ខ្ញុំម្ដងទេខ្ញុំមិនចង់នាំទុកដល់អ្នកណាទៀតទេបងឈីងខ្ញុំក៏មិនចង់នាំទុកដល់បងទៀតដែរអាចន់អូយអាចន់បងឈីងបងថាអាចន់គេមិនអាចទៅណាបានតាំងគេនៅកន្លែងណាទៅបើខ្ញុំនិយាយ
ប៉ារបស់ជន់ហ្នឹងក៏ចេះរឹងរូសដែរបើបណ្ដុះបណ្ដាជន់ប្រកាសជាមានអនាគតល្អអ្នកបណ្ដាដល់ល្បីឈ្មោះគេបែរជាផ្ដាច់តំណែងតំណងដេញចេញពីផ្ទះ កុំជួយអារឿងគ្រួសារគេពេលនេះសំខាន់គឺរកចង់ឲ្យឃើញ តើអាចារ្យប្រាប់ពលលោកដែរទេថាគ្រូរបស់គេជាអ្នកហ្នឹងគេស្នាក់នៅហ្នឹង មិនធ្លាប់ដឹងទេ អើយលឹកនីងពួកយើងទៅចឹងណាន់ត្រូវនាំមនុស្សទៅច្រើនទិញតាមរកអាចារ្យឲ្យឃើញ បាទ វិវោហើយលោកគ្រូតាមមិនអីកាត់ឡើងទៅ ពួកយើងចូលពីលើភ្នំឆ្លងកាត់ទីនេះបានឃើញមនុស្សដេកនៅទីនេះហើយពួកយើងក៏ចូលបញ្ជិតមើលគាត់គ្មានដង្ហើមទៅហើយ មុនពេលឡើងភ្នំបេះថ្នាំខ្ញុំមើលឃើញមនុស្សមួយក្រុមដូចជាក្រុមអ្នកបណ្ដាលតើពួកគេសម្រាប់មនុស្សដែរទេ តើពួកលោកនៅចាំមុខមាត់មនុស្សទាំងអស់នោះដែរទេ មើលមិនច្បាស់ទេពួកយើងឃើញគេពីចម្ងាយមិនហ៊ានចូលទៅជិតគេឡើយកាត់ចិត្តទៅណា សំទោលោកគ្រូអាចជន់មកជិតពេលហើយ អូខ្ញុំនឹកឃើញហើយ ឆាប់និយាយមក ខ្ញុំចាំថាយ៉ាងណាមានអ្នកប្រដាល់ម្នាក់ហៅថាអ្នកឈួតនឹងប្រដាល់ពីមុនខ្ញុំធ្លាប់ជួបគេឃើញគេមានបន្តគុជនេះនៅលើខ្លួនប៉ុន្តែខ្ញុំមិនអាចធានា 100% ថាជាគេទេ ទោះជាអ្នកណាក៏ដោយត្រូវតែរកគេឲ្យឃើញខ្ញុំសងសឹកឲ្យលោកគ្រូរបស់ខ្ញុំ ខ្លាកំណាយភ្នំណានសានជួបជាមួយនឹងនាគកំណាយភ្នំណានសានជាមួយនរណាឈ្នះតើគេជានរណាទៅដូចជាអំនួតពេកហើយអាក្មេងមិនដឹងមេកំពស់ណាដីកំរះណាសមត្ថភាពប្រហែលឯងនឹងចង់វាយទូទាំងជាងណានផងហ៎ កុំនិយាយច្រើនចូលវាយទៅ អាល្អិតសម្ដីឯងខ្លាំងក្រាន់បើបន្តែទៀតខ្ញុំនឹងឲ្យឯងដឹងថាលទ្ធផលរបស់ក្មេងប្រហើនតើវានឹងយ៉ាងម៉េច ខ្ញុំក៏ឲ្យឯងដឹងថាលទ្ធផលមិនដឹងសមត្ថភាពខ្លួនឯងយ៉ាងម៉េច ចង់ងាប់ហើយអូអើយបាក់ដៃហើយបាក់ដៃហើយ មិនបាត់ទេបើពេលនេះសុំទោសគេគឺមិនអាចកសាងកេរ្តិ៍ឈ្មោះមិនអាចតាក់ទាញឃាតករសម្រាប់លោកគ្រូតើនៅមានអ្នកណាទៀតទេមានអ្នកណាទៀតទេ អាចន់អ្នកប្រដាល់វ័យក្មេងសមប្រកួតជាមួយអ្នកប្រដាល់ទាំងអស់នៅជាងណាន បណ្ដាប់ដៃក៏ក្លាកមេឃអ្នកណាហ៊ានចូលប្រកួតវាយដួលដេកលើដីអោនក្បាលចុះ កណាត់ប្រដាល់របស់គេសរសេរថាយកឈ្នះក្រមមី ក្មេងនេះមានអំណួតពេកហើយ ទៅស៊ើបមើលតើគេនៅឯណាព្រះហើយបាយមួយថ្ងៃមួយយប់ទៅហើយនេះជាមនុស្សទី97ត្រូវ ត្រូវ ហើយ ហើយខ្ញុំចូលវាយ មាន មាន អ្នក អ្នក ឡា ឡើង ន ទៅទៀត ចង់វាយជាមួយខ្ញុំមែនទេខ្ញុំគិតថាឯងរៀបចំរឿងនៅក្នុងផ្ទះរួចរាល់សិនទៅទោះយ៉ាងណាកណ្ដាប់ដៃខ្ញុំគ្មានមេត្តាទេ ថ្មីខ្ញុំអស់ខាងក្រោម តើឯងគិតថាខ្លួនឯងនឹងវាយឆ្នាំមនុស្សនៅក្រោមមេឃហ៎និយាយប្រាប់ឯងពេលនេះយើងវាយឯងឲ្យជួបថ្មីលើដីទទួលទៅ ខ្ញុំអាចគ្រប់គ្រងកម្លាំងខ្លួនឯងបានហើយ អូយព្រះហើយ អូយស្លាប់ហើយអូយ ខ្លាំង កម្ មែ លាំង ន ខ្លាំងមែនអរគុណដែលបន្ធូរដៃខ្ញុំព្រមចាញ់ហើយ នៅតែមិនបាន អាឡាអញចាំទទួលទៅអូយ ហ៊ានលេងវាឆ្មក់ផងហេខ្ញុំបំបាក់ដៃទាំងសងខាងរបស់ឯងឈប់សិនឈប់សិន អ្នកណាមកចូលរូបអ៊ូអស់ទៀតហើយ មើលទៅប្រហែលជាចង់ធ្វើមនុស្សទី100ហើយ អាជន់អញកាន់តែធ្វើបែបនេះ
គឺកាន់តែគ្រប់គ្រងកម្លាំងនៅក្នុងចិត្តមិនបានបងឈីងខ្ញុំប្រាប់ហើយបងមិនបាច់ខ្វល់ពីខ្ញុំទៀតទេអាចន់បើអញជាសមាជិកក្លឹបផ្ដាល់ស៊ីងខុនរបស់យើងសង្វៀនផ្ដាល់មួយនេះខ្ញុំរៀបចំឲ្យអញចុះបងឈីងខ្ញុំមិនត្រឡប់ទៅក្លឹបផ្ដាល់ស៊ីងខុនវិញទេបងទៅចុះល្អបើឯងមិនព្រមទៅវិញខ្ញុំកំដរឯងនៅទីនេះពីថ្ងៃនេះទៅបងឈីងឈរក្រោយខ្នងរបស់ឯងជិះទូកតែមួយជាមួយឯងពេលនេះឯងអាចប្រាប់ខ្ញុំថាមានរឿងអីកើតឡើងទេបងឈីងខ្ញុំវាយមនុស្សឲ្យរបួសតើបងមិនស្អប់ខ្ញុំទេមែនទេខ្ញុំបាននិយាយហើយខ្ញុំគឺជាក្រុមគ្រួសាររបស់ឯងធ្វើជាទីពឹងរបស់ឯងលោកគ្រូស្លាប់ហើយត្រូវមនុស្សវាយឲ្យស្លាប់ថាមិញតែមានរឿងអីកាត់ឡើងជប់នោះឆ្លុះគ្នាជាមួយបងហើយខ្ញុំទៅរកលោកគ្រូចុងក្រោយក៏បានឃើញសាកសពគាត់បានលើថាត្រូវអ្នកបដាល់ជើងណានម្នាក់មានរហស្សនាមថាឈួតវាយបដាល់ទៅវាយគាត់ឲ្យស្លាប់ឈួតវាយបដាល់ត្រូវហើយបើគេឈួតវាយបដាល់យ៉ាងនេះប្រកួតនឹងអ្នកដទៃខ្ញុំត្រូវតែកសាងកេរ្តិ៍ឈ្មោះតាក់ទិញគេឲ្យចេញខ្ញុំជួយឯងខ្ញុំស្មានតែបងមិនខ្វល់ពីខ្ញុំទេម្យ៉ាងទៀតប៉ាប្រាប់បងហើយមិនឲ្យខ្ញុំវាយបដាល់ទៀតទេខ្ញុំក្បត់ពាក្យសន្យារបស់ខ្លួនឯងសត្រូវរបស់ឯងគឺជាសត្រូវរបស់វ៉ាន់ឈីងយករបស់ចេញមកអូយលុយច្រើនលុយច្រើនណាស់អូយលុយច្រើនណាស់100,000នេះអូយច្រើនណាស់នេះបើមិនមានឯងខ្ញុំប្រហែលជាបាត់បង់ឋានៈអ្នកស្នងតំណែងនិងមិនមានជីវិតរស់នៅដូចពេលនេះទេឯងមិនបាច់បារម្ភទេខ្ញុំឲ្យអ៊ូសៀននិងអ៊ូហ្វានផ្សព្វផ្សាយដំណឹងនេះឲ្យមនុស្សមកទីនេះវាយឈ្នះពួកយើងគឺមានរង្វាន់លុយសុទ្ធ100,000ខ្ញុំមិនជឿថារកឃាតករមិនឃើញទេអរគុណបកឈីងប៉ុន្តែមនុស្សដូចជាខ្ញុំនេះគ្មានតម្លៃឲ្យបងខាត់ពេកទេខ្ញុំនៅតែមិនអាចគ្រប់គ្រងកម្លាំងខ្លួនឯងបានខ្ញុំមិនចង់បង្ករឿងឲ្យបងទេដូច្នេះបកឈីងខ្ញុំពិតជាមិនចង់នាំទុកដល់បងមែនអាចន់លុយគឺជាវត្ថុក្រៅខ្លួនឲ្យតែរឹងនេះសុចរិតមានតម្លៃសម្រាប់ពួកយើងធ្វើល្អឮថាបាយឈ្នះក្មេកដែលនៅលើសង្វៀននេះនឹងទទួលបានលុយសុទ្ធ100,000តើចង់ចាយលុយមែនទេក្មេងអាយុ10ឆ្នាំម្នាក់នេះខ្ញុំមិនដែលហាត់បដាល់ក៏ឡើងទៅវាយឲ្យគេបាត់ថ្មិញដែរពិតមែនហើយវ៉ាល្អអស្ចារ្យអស្ចារ្យណាស់នៅមានអ្នកណាទៀតទេសុំទោសបងសុំទោសតើគេប្រកាយយ៉ាងនេះហ៎បងធំចរន្តឆ្នាំនេះក្រៅពីខុងមីងទីបំផុតមានមនុស្សខ្លាចជាគូប្រកួតរបស់បងហើយហ៊ូឈុនបៀវលោកម្ចាស់បៀវចូលមកប្រកួតអ្នកណាជាអាចារ្យឆាប់ចេញមកតើលោកមានរហស្សនាមអ្វីដែរទៅរហស្សនាមបងបៀវក៏មិនដឹងដែរនៅហ៊ានរៀបចំការប្រកួតទៀតដឹងថាមនុស្សគ្រប់គ្នាហៅគាត់ថាម៉េចទេឈួតនឹងប្រដាល់ទុកសម្រាប់វាយមនុស្សដែលមានអំនួតទីបំផុតឯងមកហើយគឺឯងឯណាមនុស្សយើងគ្មានពេលវេលាច្រើនមកខ្ជះខ្ជាយជាមួយពួកឯងទេអ្នកមកគឺជាភ្ញៀវបើលោកចង់វាយគឺខ្ញុំនិយាយប្រាប់លោកពីច្បាប់របស់ពួកយើងអ្មេចប្រសិនបើលោកវាយឈ្នះអាជនគឺលោកអាចយក100,000នេះបានប៉ុន្តែបើសិនជាលោកចាញ់គឺត្រូវទុករបស់មួយកុំសាំញ៉ាំច្រើនចាំនិយាយមកគឺជីវិតរបស់លោកខានលឺសំឡេងអំនួតបែបនេះជាយូរណាស់មកហើយ
លុយតៃទួយនេះទុកថ្លៃបច្ឆាដុតមនុស្សឈ្មោះអាចន់នេះទៅតែលើលោកម្ចាស់បៀមកយកជីវិតគេកុំឲ្យគេធ្វើជាអណ្ដាតក្នុងស្នូឆាប់ចេញមក ខ្ញុំគឺជាអាជន់ ចង់លេងសើចនឹងយើងអាយុ10ឆ្នាំមិនតាន់បាត់ធំក្លិនទឹកដោះមានរហ័សស្តៀមក្រៅមេឃគ្មានគូប្រៀបនៅចង់ប្រកួតជាមួយយើងទៀត បើលោកសំបីតែក្មេងអាយុ10ឆ្នាំក៏វាយមិនឈ្នះដែរនោះតើស័កសមធ្វើជាអ្នកបដាល់ដែរទេ ចង់ងាប់ហើយប្រហើនចង់ធ្វើជាគូប្រកួតរបស់យើងផង កម្លាំងតិចតួចរបស់លោកគ្រាន់តែអេរមាស់ឲ្យខ្ញុំតែប៉ុណ្ណោះ ឥឡូវនេះអាចក្រោកឈប់បានគួរចាប់អារម្មណ៍មែនយកមក អាជន់មនុស្សនេះប្រៀបនឹងខុងជាឡនាំមនុស្សពីរនាក់នោះមកគឺគុណនឹងដំត្រូវតែប្រុងប្រយ័ត្នលោកគ្រូអាចន់នឹងសោកសឹកឲ្យលោកគ្រូសូមវិញ្ញាណក្ខន្ធរបស់លោកគ្រូទៅកាន់សកតិភពតើលោកគិតថាធ្វើបែបនេះឈ្នះខ្ញុំបានមែនទេនេះស្លាប់តើស្លាប់ យូរណាស់ហើយទីបំផុតបានជួបគូប្រកួតដែលមានសមត្ថភាព តាមពិតមិញនេះគ្រាន់តែចង់សាកល្បងកម្លាំងដៃរបស់ខ្ញុំប្រសិនបើបែបនេះខ្ញុំនឹងវាយអញឲ្យព្រមចោះចាញ់មនុស្សអាក្រក់ដល់ពេលខ្ញុំហើយគឺពេលនេះឯងពេលនេះហើយ គេបើជាមានកម្លាំងខ្លាំងដល់ម្លឹងគ្មានអីអស្ចារ្យផងហៅថាអ្នកបដាល់ល្បីឈ្មោះមិនក៏មកហៅថាមនុស្សឈួតវិញអមិនមិនយល់លេសើជាមួយឯងទេពេលនេះយើងឲ្យអាលិតឯងឃើញសមត្ថភាពពិតរបស់យើង នៅចំពោះមកកម្លាំងល្បិចទាំងនោះគឺគ្មានប្រយោជន៍ទេពេលនេះឯងព្រមចោះចាញ់ទេនេះលោកគ្រូអាចជន់សោកសឹកឲ្យលោកគ្រូហើយលោកគ្រូត្រូវតែរស់នៅលក្ខណៈអាយុហើយអ្នកតំណងនឹងអ្នកដទៃហេតុអីឯងសម្រាប់គាត់ហេតុអីក៏ឯងសម្រាប់លោកគ្រូរបស់យើងគាត់លាក់ខ្លួនយូរហើយមិនក៏ឯងទៅសម្រាប់គាត់ហេតុអីជប់វាយទៅខ្ញុំចាញ់ហើយទុកជីវិតដល់ខ្ញុំផងខ្ញុំធ្លាប់បីឈ្នះមនុស្សច្រើនណាស់នរណាក៏ដឹងថាគ្រូឯងជានរណាដែរជប់សិនជប់ឯងនិយាយពីលោកគ្រូនោះគឺលោកគ្រូខំមីងមែនទេខ្ញុំពិតជាចង់ប្រកួតជាមួយលោកគ្រូឯងពីមុនគេត្រូវបានមនុស្សគ្រប់គ្នាហៅថាអ្នកប្រដាល់ឯងអ្នកណាមិនចង់វាយជាមួយគេពេលនោះខ្ញុំឡើងទៅលើភ្នំរកគេបង្ខំឲ្យគេវាយគ្នាប៉ុន្តែពេលដែលខ្ញុំវាយទៅលើគេខ្ញុំឃើញរាងកាយរបស់គេទន់ទៅហើយដូចផឹកថ្នាំបន្ទន់ឆ្អឹងយ៉ាងជើងដូច្នេះឯងក៏សម្លាប់គាត់មែនទេមិនមែនខ្ញុំទេមើលទៅឯងមិនទាន់ចោះចាញ់ខ្ញុំនិយាយគឺសិស្សច្បងឯងគេដាក់ថ្នាំលើលោកគ្រូឯងព្រមទាំងលួចយកសភើហាត់បដាល់ទៅគេចង់ខ្លាចទៅជាអ្នកបដាល់ទី1នៅក្រៅមេឃនេះឯងនិយាយម្ដងទៀតមើលខ្ញុំសុំសបត់ខ្ញុំនិយាយសុទ្ធតែជាការពិតណាហេតុអីគឺជាសិស្សច្បងមិនអាចទេនៅឈប់ស្ងៀមធ្វើអីទៀតមិនក៏មិនឆាប់រត់ទៅកុំដេញអីអាចជន់មិនស្មានថាអ្នកសម្រាប់លោកគ្រូគឺជាសិស្សច្បងរបស់គេទេគេក៏សងសឹកខំមនុស្សដែរខានជួបគ្នាយូរហើយអាចន់ខានជួបគ្នាយូរហើយអាចន់
ឯងនៅហ៊ានមកទៀត យើងបាននិយាយហើយថាយើងនឹងត្រឡប់មកវិញ មនុស្សថោកទាបបើឯងមកហើយខ្ញុំនឹងយកជីវិតរបស់ឯងសងសឹកឲ្យវិញ្ញាណក្ខន្ធរបស់លោកគ្រូ អាចជន់តែឯងស្មានតែខ្ញុំដោយការពីមុនណាតាំងពីតូចគឺឯងឈ្នះខ្ញុំពេលនោះខ្ញុំស្បត់ថាគង់តែមានថ្ងៃឯងស្លាប់ក្នុងដៃខ្ញុំក្រែងឯងមានកម្លាំងខ្លាំងពីកំណើតមែនទេឡោះហើយពេលនេះពួកយើងមកប្រកួតគ្នាចាំមើលថាណាគឺជាខ្មោចនៅក្នុងដៃពិតប្រាកដ កុំស្មានថាឯងដណ្ដើមយកសិភៅហាត់វាយប្រដាល់របស់លោកគ្រូលួចផឹកថ្នាំកម្លាំងរបស់គាត់ឯងយកឆ្នាំមនុស្សក្រំមេឃសិស្សច្បងឯងវាយចាញ់ខ្ញុំជារៀងរហូតព្រោះកណ្ដាប់ដៃពិតគឺគ្មានមេត្តាមានតែសម្រាប់មនុស្សតែប៉ុណ្ណោះ ទោះជាឯងឈ្នះការប្រកួតនេះតែកណ្ដាប់ដៃឯងគ្មានមេត្តាមានតែសម្រាប់មនុស្ស លោកគ្រូមកពីសិស្សច្បង ឯងមានចិត្តបិសាចពីថ្ងៃនេះទៅមិនមែនជាសិស្សរបស់យើងទៀតទេ តាមពិតលោកគ្រូដេញខ្ញុំចេញដើម្បីការពារខ្ញុំប៉ុណ្ណោះអាចនសំទងបង្ខំអ្នកទាំងពីរមកទីនេះលោកសុងខ្ញុំគ្រាន់តែចង់ឲ្យលោកមើលឃើញអាចនធំឡើងយ៉ាងពិតប្រាកដកណ្ដាប់ដៃដែលគេវាយចេញទៅគឺសាច់ចរិនមិនមែនបកករបួសចាប់ផ្ដើមទៅ ប្រកាសណាស់ថ្នាំកម្លាំងនិងសិភៅហាត់វាយប្រដាល់របស់លោកគ្រូគឺប្រកែកណាស់អាចន់បន្ទាប់ពីថ្ងៃនេះខ្ញុំនឹងវាយឲ្យស្លាប់គឺជាអ្នកខ្លាំងប្រកែកគ្មានសត្រូវទូទាំងចាំងណាននិងចាំងបីក្រោមមេឃនេះដល់ពេលនោះខ្ញុំដុតกระดาษឲ្យឯងនិងលោកគ្រូ វាទើបតែចាប់ផ្ដើមឯងជាបិសាចបំពេញបណ្ដាំរបស់លោកគ្រូសម្រាប់លោកគ្រូឯងមានទោសធ្ងន់ណាស់អើ កន្លែងខ្ញុំផឹកថ្នាំឲ្យមែនទេហេតុអីខ្លាចជាបែបនេះគេវាយមួយដៃធ្វើឲ្យខ្ញុំក្អួតឈាម ខ្ញុំធ្វើបានហើយលោកគ្រូធ្លាប់និយាយថាថ្នាំកម្លាំងនិងសិភៅហាត់វាយប្រដាល់របស់គាត់ទុកសម្រាប់មនុស្សមានក្តីមេត្តាទើបអាចគ្រប់គ្រងបានមនុស្សអាក្រក់រងការប៉ះពាល់យ៉ាងខ្លាំងនេះ មើលកំហឹងគេចុះនាងនាំខ្ញុំមកតើដើម្បីមើលគេវាយសិស្សច្បងគេឲ្យស្លាប់អញ្ចឹងហ៎ អាចន់កំពុងតែសងសឹកឲ្យលោកគ្រូរបស់គេគឺអាចារ្យធ្វើអំពើអាក្រក់សម្រាប់ វាមិនមែនជាហេតុផលឲ្យគេសម្លាប់មនុស្សទេ រងចាំសិនទៅមិនដល់ចុងក្រោយតើបងដឹងថាគេគ្រប់គ្រងខ្លួនឯងបានទេរងចាំសិនទៅ ដល់ពេលហើយតើនៅមានអ្វីឲ្យមើលទៀត ថ្ងៃនេះធ្វើតាមបណ្ដាំរបស់លោកគ្រូរងចាំសម្ដីរបស់ពុកសិស្សច្បងខ្ញុំមិនសម្លាប់ឯងទេលោកគ្រូនិយាយត្រូវកណ្ដាប់ដៃខ្ញុំមិនគួរណាប្រឡាក់ឈាមមនុស្សអាក្រក់គឺត្រូវចូលរួមចំណែកយ៉ាងធំធេងចំពោះបុព្វហេតុផ្ដាល់ជាតិសិស្សច្បងទុកឲ្យច្បាប់ជាអ្នកដាក់ទោសឯងចុះ ខ្ញុំមិនចុះចាញ់ទេ ហេតុអីខ្ញុំចាញ់ទេ អាចន់គេធ្វើបានហើយអាចន់អញធ្វើបានល្អណាស់អញជោគជ័យយកឈ្នះចិត្តបិសាចរបស់ខ្លួនអញបានហើយគ្រប់គ្រងកម្លាំងពីថ្ងៃនេះទៅអញខ្លាចជាអ្នកប្រដាល់ពិតប្រកបមិនខានទីប៉ាក៏មកដែរ កូនប្រុសឯងធ្វើបានហើយឯងធំហើយលោកគ្រូ
ថ្ងៃនេះជាថ្ងៃ7ថ្ងៃនៃការស្លាប់របស់លោកគ្រូអាចារ្យមកមើលលោកគ្រូហើយគ្រាន់តែអាចារ្យមិនស្មានថាបន្ទាប់ពីលោកគ្រូស្លាប់ទៅទើបយល់ច្បាស់ពីការណែនាំរបស់លោកគ្រូ ហើយបងឈិញបើពីដំបូងកូនបងមិនបានស្លាប់ប្រហែលជាធំដូចជាអាចារ្យហើយ ខ្ញុំទុកអាចារ្យដូចជាកូនមកការរបស់ខ្ញុំចឹងបងឈិញ សូមគោរពជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទសូមអនុញ្ញាតណែនាំអាជីវកម្មសម័យទំនើបក្នុងសតវត្សទី21នេះជូនអ្នកទាំងអស់គ្នា Nutiric គឺជាក្រុមហ៊ុនរបស់កូនខ្មែរដែលបង្កើតឡើងដើម្បីខ្មែរហើយផលិតនៅផលិតផលរួមមានកាហ្វេកោសិកា Nutiric និងម្សៅទឹកដោះគោ Super Milk Nutiric ដើម្បីដាក់ចរាចរណ៍នៅក្នុងទីផ្សារបណ្ដាញនេះទីផ្សារបណ្ដាញចេញពីក្រុមហ៊ុន Nutiric គឺផ្ដើមចេញពីកម្ពុជាឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិអ្នកទាំងអស់គ្នាត្រូវការសាងចំណូលអកម្មមែនឬ Nutiric គឺជាក្រុមហ៊ុនឈានមុខគេបំផុតក្នុងទសវត្សរ៍ចុងក្រោយនេះ កុំភ្លេចគាំទ្រផលិតផលរបស់ខ្មែរយើងទាំងអស់គ្នាព័ត៌មានលម្អិតសូមទាក់ទងមកលេខទូរស័ព្ទខាងក្រោមសូមអរគុណ